វីដេអូមួយនេះខ្ញុំនឹងនិយាយអំពីភាពខុសគ្នារវាងការសន្សំហើយនិងការវិនិយោគកាលពីមុនខ្ញុំពេលដែលខ្ញុំនៅក្មេងខ្ញុំតែងតែគិតថាខ្ញុំចង់បានលុយខ្ញុំត្រូវសន្សំលុយអញ្ចឹងជាយឹមសន្សំមែនទែនមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែមួយឆ្នាំទៅមួយឆ្នាំគឺខ្ញុំសន្សំលុយជាយឹមសន្សំប៉ុន្តែបងប្អូនការសន្សំវាមិនសូវល្អទេនៅពេលដែលយើងមានលុយតិចតួចមានធនធានតិចតួចឧទាហរណ៍យើងមានលុយត្រឹមតែមួយខែជាងយើងសន្សំបាន10 20ម៉ឺនអញ្ចឹងមួយឆ្នាំវាបានតិចតួចមែនទែនអញ្ចឹងហើយវាធ្វើឲ្យយើងពិបាកនៅក្នុងការរីកចម្រើនទៅមុខបានឧទាហរណ៍ថាយើងសន្សំមួយខែ10ម៉ឺនចុះឧទាហរណ៍អញ្ចឹងមួយឆ្នាំយើងបាន1លានជាងនោះបងប្អូន1លានជាងបើយើងគិតទៅយើងអាចយកទៅធ្វើឲ្យបានខ្លះវាបានតិចតួចមែនទែនប៉ុន្តែការវិនិយោគគឺខុសពីនឹងហើយវិនិយោគបងប្អូនកុំទៅគិតឯណាដល់ក្រុមហ៊ុនមួយរយៈនេះក៏មានដែរក្រុមហ៊ុនខ្លះគេ invite យើងបើន័យថាអញ្ជើញយើងចូលទៅក្នុង group Telegram របស់គេហើយគេប្រអួតពីរឿងនោះថាពេលដែលយើងវិនិយោគប៉ុណ្ណេះយើងទទួលបានលុយប៉ុណ្ណេះអីប៉ុណ្្នឹងទៅហើយក៏មានក្រុមការងាររបស់គេនឹងព្យាយាមអរគុណឧទាហរណ៍ថាអូអរគុណក្រុមហ៊ុនដែលធ្វើឲ្យខ្ញុំមានចំណូលមានលុយប្រាក់ខែជាប្រចាំអានឹងក្រុមហ៊ុនទាំងអស់ហ្នឹងខ្ញុំមិនថាទាំងអស់ទេប៉ុន្តែជាច្រើនក្រុមហ៊ុនជាច្រើនគឺជាក្រុមហ៊ុនដែលបោកប្រាស់ទេអញ្ចឹងបងប្អូនយកទៅវិនិយោគបែបហ្នឹងគឺអាចនឹងឱកាសបរាជ័យវាច្រើនជាងប៉ុន្តែការវិនិយោគរបស់យើងដែលជាអ្នកស្រែអ្នកចការយើងអាចយកលុយយើងនេះដែលមានទៅវិនិយោគជាមួយនឹងអ្វីដែលយើងដឹងឧទាហរណ៍ដូចជាការចិញ្ចឹមសត្វការដាំដំណាំអីនឹងជាដើមអាទាំងអស់ហ្នឹងសុទ្ធតែជាការវិនិយោគហើយមួយរយៈនេះក៏ឃើញបងប្អូនគាត់ធ្វើរឿងនឹងច្រើនដែរបងប្អូនខ្លះជំនួសឲ្យការដែលគាត់មានលុយឧទាហរណ៍គាត់មួយខែគាត់អាចសន្សំបាន10ម៉ឺនជំនួសឲ្យការដែលគាត់ទុកលុយនៅក្នុងធនាគារគាត់យកមកទិញសត្វយកទៅចិញ្ចឹមវិញអញ្ចឹងវាធ្វើឲ្យលុយរបស់គាត់អាចនឹងកើនទៅមុខវាមានឱកាសប្រឈមនឹងហានិភ័យនឹងរឿងហ្នឹងមិនបាច់ចាំនិយាយក៏ដឹងដែរបងប្អូនអ្នកណាគេក៏គិតដឹងដែរគិតឃើញដែរថាពេលដែលយើងចិញ្ចឹមសត្វវាមានរឿងពីរកើតឡើងវាអាចទី1ចំណេញទី2អាចនឹងខាតប៉ុន្តែនៅពេលដែលយើងដឹងយើងអាចគ្រប់គ្រងអាហានិភ័យនឹងបានខ្លះទោះបីជាខាតក៏វាខាតតិចតួចប៉ុន្តែបើយើងចំណេញយើងមានឱកាសបានបន្តទៅមុខទៀតចឹងឧទាហរណ៍ដូចបងប្អូនខ្លះគាត់មានលុយ10ម៉ឺនអញ្ចឹង10ម៉ឺនគាត់អាចយកទៅទិញព្រាបបាន2គូឧទាហរណ៍អញ្ចឹង4-5ខែក្រោយព្រាបរបស់គាត់ចាប់ដើមឲ្យផលចាប់ដើមពងចាប់ដើមកូនអញ្ចឹងព្រាបទី1ចំណាយតិចតួចទៅលើការចិញ្ចឹមថែទាំហើយមួយទៀតគឺវាផ្ដល់នៅកូនញឹកញាប់អញ្ចឹងនៅពេលដែលបងប្អូនចាប់ដើមចិញ្ចឹមទៅអាចថា6ខែក្រោយបងប្អូននឹងអាចទទួលបានខ្ទង់កន្លះខែមួយខែបងប្អូនបាន40000ត្រឡប់មកវិញឃើញអត់អាហ្នឹងវាជាការវិនិយោគមួយឆ្នាំក្រោយបងប្អូនទទួលបានព្រាបប្រហែលគូអីប្រហែលគូហើយបងប្អូនចាប់ដើមរកចំណូលបានពីការចិញ្ចឹមព្រាបហ្នឹងការចិញ្ចឹមលលោកការចិញ្ចឹមមាន់អីក៏ដូចគ្នាដែរមាន់អីហ្នឹងក៏ឆាប់ទទួលបានផលដែរតែគាត់ថាដូចខ្ញុំលើកឡើងនៅខាងដើមវាមានហានិភ័យប៉ុន្តែយ៉ាងណាក៏នៅតែល្អជាងអ្នកដែលគាត់យកលុយទៅទុកចោលហើយអត់ធ្វើសកម្មភាពអីសោះអានឹងវាជារឿងមួយដែលពិបាកហើយវាមិនងាយនឹងរីកចម្រើនទេបងប្អូនហើយដូចបងប្អូនដឹងអញ្ចឹងថាតម្លៃអីផ្សេងរាល់ថ្ងៃនេះគឺវាហក់ឡើងចុះឡើងរហូតអញ្ចឹងលុយ1លានដែលយើងធ្លាប់ទិញបានស្រូវឧទាហរណ៍ថា1តោនកន្លះពេលដែលយើងទៅទិញអង្គវិញវាអត់បានទេឬក៏យើងទិញស្រូវឆ្នាំក្រោយទៀតវាអាចនឹងអត់បានដែរអញ្ចឹងបងប្អូនគួរតែវិនិយោគទៅយកវាទៅប្រើនៅលើផ្លូវដែលយើងដឹងឧទាហរណ៍យើងយកទៅទិញគោចិញ្ចឹម1លានទៅទិញគោចិញ្ចឹមអាចនឹងមួយឆ្នាំក្រោយគោដែលយើងទិញមកតម្លៃ1លានហ្នឹងអាចឡើងទៅ2លានអីចឹងទៅឬក៏វាអាចនឹងកើតកូនកើតអីទៀតអញ្ចឹងវាអាចនឹងធ្វើឲ្យចំណូលរបស់យើងកាន់តែច្រើនជាងនេះចា៎ហ្នឹងវាគ្រាន់តែជាផ្នែកមួយដែលខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនគិតគូរពិចារណាម្ដងទៀតឯងក្នុងរឿងមួយគេបានលើកឡើងដែរថាមានបរិសុទ្ធ2នាក់នៅពេលដែលឪពុករបស់គាត់មុនចែកឋានទៅគាត់ចែកទ្រព្យសម្បត្តិមួយចំនួនឲ្យកូនទាំងពីរនាក់ហ្នឹងហើយកូនទាំងពីរនាក់ហ្នឹងម្នាក់សម្រាប់ចិត្តយកលុយដែលបានហ្នឹងយកទៅសន្សំហើយម្នាក់ទៀតសម្រាប់ចិត្តយកលុយដែលបានហ្នឹងទៅទិញគោយកមកចិញ្ចឹមដំបងអ្នកដែលចិញ្ចឹមគោឃើញថាគាត់មិនសូវជារីកចម្រើនប៉ុន្មានទេអ្នកដែលមានលុយគាត់សំលុយគាត់មើលទៅឃើញលុយគាត់ច្រើនហើយអ្នកដែលទិញគោយកលុយទៅទិញគោបាត់អស់ប៉ុន្តែនៅពេលដែលកលេចទៅមើល1ឆ្នាំ2ឆ្នាំក្រោយអ្នកដែលទិញគោចាប់ដើមរីកចម្រើនបដាចាប់ដើមមានគោច្រើនជាងមុនចាប់ដើម
រីកចម្រើនពេលដែលគាត់មានគោច្រើនជាងមុនហើយគាត់លក់គោណាដែលមិនចាំបាច់ទៅគោឈ្មោលចឹងគាត់លក់ទៅហើយយកលុយហ្នឹងទៅទិញមេគោបន្ថែមបរិចបន្ថែមក្រោលនឹងកាន់តែធំទៅអញ្ចឹង10ឆ្នាំក្រោយម្នាក់ដែលយកលុយទៅទិញគោហ្នឹងគាត់មានគោរាប់រយក្បាលចំណែកអ្នកដែលយកលុយទៅគប់នៅក្នុងដីវិញជាលទ្ធផលគឺគាត់អត់មានបានទទួលអីទេ10ឆ្នាំក្រោយគាត់ទទួលបានតិចតួចមែនទែនហើយ10ឆ្នាំក្រោយលុយដែលគាត់ធ្លាប់មានកាលពីមុនដែលធ្លាប់អាចយកទៅទិញអង្គបានឧទាហរណ៍ថាអង្គបាន5ការុង10ឆ្នាំក្រោយលុយប៉ុណ្្នឹងដដែលទិញអង្គបានត្រឹមតែ1ការុងកន្លះឬក៏2ការុងទេអាហ្នឹងហើយជាការវិនិយោគមួយដែលយើងគួរគិតពិចារណាដែរខ្ញុំក៏មិនជាឯណាជាអ្នកជំនាញខាងវិនិយោគឯដែរបងប្អូនតែគ្រាន់តែថាខ្ញុំតែងតែចង់លើកទឹកចិត្តទៅដល់បងប្អូនទាំងអស់គ្នាថាពេលដែលយើងមានលុយយើងអាចទិញសត្វទិញអីយំមកចិញ្ចឹមអញ្ចឹងទៅធ្វើឲ្យកន្លែងរបស់យើងក៏វាមើលទៅស្រស់ថ្លាសម្រាប់អ្នកដែលគាត់ចិញ្ចឹមសត្វអ្នកចូលចិត្តសត្វគាត់ប្រកាសជាយល់ឃើញថាពេលដែលដីរបស់គាត់នឹងមានសត្វមានអីជុំវិញហ្នឹងវាធ្វើឲ្យគាត់មានក្តីសុខមួយបែបហើយការចិញ្ចឹមសត្វមួយទៀតគឺយើងទទួលបានលាមកទទួលបានអីវានឹងសម្រាប់យកទៅធ្វើជីសម្រាប់ដាំដំណាំអីផ្សេងអញ្ចឹងបងប្អូនគួរតែគិតគូររៀនយកលុយដែលបងប្អូនមានទៅប្រើរៀនយកលុយដែលបងប្អូនមានហ្នឹងទៅទិញនេះទិញនោះអាចថាទិញជាគោទិញជាអីចឹងទៅដើម្បីឲ្យរីកចម្រើនដូចគោដូចអីចឹងត្បិតតែថាវាមានឱកាសក្នុងការរីកចម្រើននឹងវាយឺតប៉ុន្តែវាមានស្ថិរភាពដែរបងប្អូនបើន័យថាវាមិនងាយនឹងជួបបញ្ហាអីផ្សេងទេគោវារៀងធន់ជំងឺអីជាងសត្វដទៃអញ្ចឹងបងប្អូនអាចពិចារណាទៅអាចទៅមានដីមានធ្លីមានកម្លាំងមានពេលវេលាបងប្អូនអាចពិចារណាទៅលើការចិញ្ចឹមសត្វគោចិញ្ចឹមសត្វអីនេះបានវាជាការវិនិយោគមួយដែលមានស្ថិរភាពជាងការធ្វើអីដទៃតែប៉ុន្តែដូចជ្រូកកណ្ដុរនេះអីក៏ល្អដែរប៉ុន្តែជ្រូកកណ្ដុរអីវាអាចនឹងជួបហានិភ័យជំងឺអីខ្លះជាពិសេសដូចជាជំងឺពពួកប៉េះអាហ្វ្រិកអីហ្នឹងវាទៅកើតឡើងហើយអត់មានឱកាសព្យាបាលទេបងប្អូនជំងឺហ្នឹងគេអត់ទាន់អាចរកថ្នាំព្យាបាលបានឡើយទេថ្នាំព្យាបាលជំងឺប៉េះអាហ្វ្រិកគឺអត់ទាន់មានទេវ៉ាក់សាំងក៏អត់មានដែរអញ្ចឹងបើសិនជាវាកើតវាអាចនឹងឱកាសបាត់បង់នោះវាច្រើនជាងឱកាសដែលនៅសល់ប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនសម្រាប់អ្នកដែលគាត់យកលុយទៅប្រើលើរឿងបែបហ្នឹងទោះបីជាខាតក៏យើងមិនជាបញ្ហាដែរអាហ្នឹងសម្រាប់ខ្ញុំមកវាល្អជាជាងយើងយកលុយទៅខាតនៅលើលបែងពាលីអាវ៉ាសាយអីវិញអ្នកខ្លះគាត់ខ្លាចក្នុងការខាតក្នុងការវិនិយោគប៉ុន្តែគាត់ទៅយកវាទៅធ្វើរឿងដតីដែលសឹងតែគ្មានតម្លៃតលទៅសោះសម្រាប់ខ្លួនឯងឧទាហរណ៍ដូចជាយកលុយឧទាហរណ៍10 20ម៉ឺនអញ្ចឹងយកទៅទិញស្រា 4-5 កេសអាហ្នឹងវាហានិភ័យជាងការយកលុយ 4-10 ម៉ឺនទៅទិញសត្វចិញ្ចឹមទៀតបងប្អូនហេតុអីដោយសារតែពេលដែលយើងយកលុយ 4-10 ម៉ឺនទៅទិញស្រាផឹកឧទាហរណ៍ចឹងយើងមានឱកាសស្វឹងបកទៅជាគ្រោះថ្នាក់ផ្សេងតាមជាការបើកបរជាដើមមួយទៀតហានិភ័យពាក់ព័ន្ធជាមួយនឹងសុខភាពធ្វើឲ្យសុខភាពរាងកាយរបស់បងប្អូននឹងធ្លាក់ចុះបងប្អូនអាចនឹងមានឱកាសកើតជំងឺផ្សេងដែលពិបាកព្យាបាលលេនឹងជាដើមអញ្ចឹងបងប្អូនខ្លះគាត់ដឹងអារឿងនឹងវាមិនល្អហើយគាត់នៅធ្វើចុះតរំតែយើងយកលុយដែលយើងមានយកទៅវិនិយោគយកទៅប្រើប្រាស់ទិញសត្វទិញអីដែលយើងដឹងថាវានឹងធ្វើឲ្យយើងរីកចម្រើនហេតុអីបានយើងត្រូវខ្លាចនេះគ្រាន់តែជាការលើកទឹកចិត្តបងប្អូនទេបងប្អូនហើយសង្ឃឹមថាវីដេអូនេះអាចល្អសម្រាប់បងប្អូនទាំងអស់គ្នាគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ